ប្អូនស្រីដែលជាអ្នកចម្រៀងតាមហាងហ្នឹងទើបតែស្គាល់បុរសម្នាក់បានមួយថ្ងៃឥឡូវហ្នឹងត្រូវបានអាបុរសចិត្តចង្រៃហ្នឹងបានធ្វើការលួចយកម៉ូតូរត់គេចខ្លួនបាត់សមោលតែម្ដងអាវ៉ាខ្ញុំខ្ចីរបស់គេទេបើថាអាចបានយកបយខ្ញុំវិញមកទៅស្អីខ្ញុំសន្ទនារបស់វិញមកខ្ញុំចង់និយាយចឹងបងយកកណ្ដាលហៃសូសាហាវនិយាយមែនណាហៃសូហ្មងដឹកអែមហ្មងតែនិយាយមកចរិតថោកទៀតមកអាថោកជើរបស់គេទៅមកអាថោកខ្ញុំផ្ដាំថាយករបស់គេឲ្យគេវិញមកអាថោកគ្នាខ្ចីរបស់គេដែរទេពួកគ្នាមិនរបស់គ្នាទេរបស់គេចឹងហើយសុំឲ្យថាយកតែម៉ូតូវិញទេអត់ចង់ពាក់ព័ន្ធអីទៀតទេសុំតែម៉ូតូទេតែដំបូងមកគេបោកទៀតគេយកម៉ូតូទៅបាត់ទៀតបងហើយបោកគ្នាទៀតមកអាថោកចឹងនឹងស្នេហាដំបូងរបស់បងឯងហ្មងចាគេស្នេហ៍ដំបូងនេះមិនមែនបោកចិត្តទេនេះបោកយកម៉ូតូទៅហ្មងប្រពន្ធគាត់តែមកប្រាប់ខ្ញុំថាគាត់នឹងធ្លាប់ដើរបោកគេគ្រប់កន្លែងគេវាយឡើងទូសាច់អស់ហើយគាត់ដើរបោកគេមកកន្លែងទៅមកកន្លែងហើយគាត់អត់មានគោលដៅទេគាត់ម្នាក់ហ្នឹងពាក់អាវពណ៌ខ្មៅខោពណ៌ខ្មៅបើជើងពណ៌ខ្មៅពាក់កាបូបស្ពីចំហៀងជនសង្ស័យដែលប្អូនបានស្គាល់ទើបតែមួយថ្ងៃហ្នឹងដែលលួចម៉ូតូរបស់ប្អូនហ្នឹងឈ្មោះអីដែរបងពូប៉ាបងពេលហ្នឹងគាត់ចូលញ៉ាំនៅកន្លែងក្នុងហាងផងខ្ញុំដល់ពេលនៅស្គាល់គ្នាមកហើយបាន4ដងហើយក៏សុំតលេងតែខ្ញុំអីចឹងណាបងដល់ពេលហើយខ្ញុំក៏ពេលហ្នឹងខ្ញុំមកស្រួលខ្លួនណាខ្ញុំក៏សុំខ្ចីម៉ូតូផងមីខ្ញុំចឹងខ្ញុំមកដាក់ច្បាប់ដល់ពេលហើយខ្ញុំចូលដាក់ច្បាប់ផ្លេតបែរជាគាត់យកម៉ូតូនឹងចេញទៅបាត់ហ្មងតាមញ៉ែអនឯហ្នឹងប្រហែលខែអីដល់ឡើយទេទៅតែតាមញ៉ែឥឡូវដែរទេណាបងណាចាអានេះញ៉ែបងឯងអត់បានលួចយកម៉ូតូបណ្ដោយកម្រងវាយូរហើយបងកម្រងវាសុំតលេងផ្ទះយូរតែខ្ញុំមិនឲ្យទៅស្លាកលេខម៉ូតូបាទរបស់ជនរងគ្រោះដែលបងស្រីជាអ្នកចម្រៀងតាមហាងហ្នឹងដែលត្រូវបានអាវ៉ាបាទដែលតាមសុំស្នេហ៍មិនបានឥឡូវលួចយកម៉ូតូទៅបាត់ហ្នឹងគឺម៉ូតូ Max Dream C125 015ពាក់ស្លាកលេខភ្នំពេញ 1FI បាទ7920គុតប្រិមិត្តបាទមិនថាបងនៅទស្សនៈឬមួយបងផ្ទះជួលបើសិនជាឃើញបុគ្គលគាត់ហ្នឹងជិះម៉ូតូអាសង់015ចូលទៅកន្លែងណាមួយអញ្ចឹងសូមឲ្យសមត្ថកិច្ចគាត់ចាប់ឲ្យបានប្តឹងប៉ូលីសរួចហើយឬនៅបងហើយបងថាអស់ហើយថ្នាំដុសធ្មេញយិនសិនម៉ាក់អ៊ីជួយកម្ចាត់ក្លិនមាត់មិនល្អជួយបំបត្តិរលាកនិងស្រាលស្រាញតាមអញ្ចាញធ្មេញព្រមទាំងមានអារម្មណ៍ស្រឡះក្នុងមាត់ក្រោយពេលប្រើប្រាស់មួយទីបត្រឹមតែ 20000 រៀលប៉ុណ្ណោះអាចប្រើប្រាស់បានទៅដល់3ខែជាលើកដំបូងកាហ្វេ 4 in 1មាននៅស្រុកខ្មែរផលិតដោយក្រុមហ៊ុនកាហ្វេធម្មជាតិស៊ីនវ៉ៃយូធានាទាំងគុណភាពនិងតម្លៃថោកត្រឹមតែ 1000 រៀលក្នុងមួយកញ្ចប់និងមានតែមួយគត់នៅកម្ពុជាលក់លៀងឃ្លាំងពីសុនស៊ីម៉េកូបញ្ចុះតម្លៃរហូតដល់ 50% រាល់ការទិញគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទសម្ភារៈផ្ទះបាយទូរស័ព្ទដៃនិងគ្រឿងសង្ហារិមពីក្រុមហ៊ុនសុនស៊ីម៉េកូនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ 50% ភ្លាមអនុវត្តចាប់ពីថ្ងៃទី1ដល់ថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2025នេះតែប៉ុណ្ណោះរួចរាល់ឡើងកុំឲ្យឱកាសដ៏ពិសេសនេះកន្លងហួសទៅឲ្យសោះបាទសូមលំអរកាយគោរពនិងជម្រាបសួរប្រិមិត្តដែលនិយមតាមដាននិងទស្សនារាល់ព័ត៌មាននៃអង្គភាពព័ត៌មានវិទ្យុនៅវេលាម៉ោង1រំលងអាធ្រាត្រឈានចូលថ្ងៃទី2ខែវិច្ឆិកាឆ្នាំ2025នេះមានករណីថ្មីចេះទៀតហើយដោយប្អូនស្រីដែលជាអ្នកចម្រៀងតាមហាងហ្នឹងទើបតែស្គាល់បុរសម្នាក់បានមួយថ្ងៃឥឡូវហ្នឹងត្រូវបានអាបុរសចិត្តចង្រៃហ្នឹងបានធ្វើការលួចយកម៉ូតូរត់គេចខ្លួនបាត់សមោលតែម្ដងហើយជំរាបសួរបងអូនស្រីដែលជាអ្នកចម្រៀងបងអូនតែជំរាបបន្តិចបានទេតើជនសង្ស័យដែលបងអូនបានស្គាល់ទើបតែមួយថ្ងៃហ្នឹងដែលលួចម៉ូតូរបស់បងអូនហ្នឹងឈ្មោះអីដែរបងអូនពូប៉ាបងពេលហ្នឹងគាត់ចូលញ៉ាំនៅកន្លែងក្នុងហាងផងខ្ញុំដល់ពេលនៅស្គាល់គ្នាមកហើយបាន4ដងហើយក៏សុំតលេងតែខ្ញុំអីចឹងណាបងដល់ពេលហើយខ្ញុំក៏ពេលហ្នឹងខ្ញុំមកស្រួលខ្លួនណាខ្ញុំក៏សុំខ្ចីម៉ូតូផងមីខ្ញុំអញ្ចឹងខ្ញុំមកដាក់ច្បាប់ដល់ពេលហើយខ្ញុំចូលដាក់ច្បាប់ផ្លេតបែរជាគាត់យកម៉ូតូនឹងចេញទៅបាត់ហ្មងអូបងអូនឯងជាអ្នកចម្រៀងនៅណាដែរបងអូននៅខាងទូស្ករបងហើយធ្វើអ្នកចម្រៀងហ្នឹងប្រហែលឆ្នាំហើយបងអូនយូរហើយបងអកដងខាងអ្នកចម្រៀងក្នុងហាងហោអញ្ចឹងយូរហើយទើបតែស្គាល់អាប្រុសចិត្តប្រែតហ្នឹងប្រហែលថ្ងៃបានត្រូវវាលួចយកម៉ូតូស៊ីដាច់យកទៅបាត់ហ្នឹងបងអូនស្គាល់គ្នាមកបើសិនជានេះចូលលក្ខណៈ4ដងវាចូលទៅចិត្តមួយខែដែរបងទើបតែស្គាល់4ដងទេ4ដងឲ្យវាទៅផ្ទះម្ដងលួចយកម៉ូតូទៅបាត់បណ្ដោយធ្វើស៊ីបណ្ដោយអាប្រុសចិត្តប្រែតដែលលួចយកម៉ូតូបងអូនយកទៅបាត់ហ្នឹងឈ្មោះអីដែរបងអូនឈ្មោះវ៉ាបងអាយុប៉ុន្មានណាហ្នឹង25 26ហ្នឹងគាត់មានប្រពន្ធហើយតែគាត់លែងគ្នាតែតា
ខ្ញុំដឹងអាយុដឹងឈ្មោះគាត់ដល់សាញ់តែទៅសួរប្រពន្ធគាត់ដែរ អូចឹងវាមកតាមសុំស្នេហ៍អនឯឬក៏មិនបានវាអាចទៅផ្ទះអនឯបាន អត់ទេលក្ខណៈថាលោកអានគ្នាអត់តន់ជាសង្សារទេគាត់ថាទៅលក្ខណៈថាទៅសុំស្គាល់ផ្ទះដឹងវាលក្ខណៈទៅស្គាល់ទៅវាទៅដល់លួចយកបណ្ដោយ អូចឹងមានន័យថាវាត្រឹមតែមើលចិត្តជាមួយនឹងបងឯងសិនទេ ចាបងចា វាតាមញ៉ៃអនឯហ្នឹងមិនបានខែអី តម្លៃទេ ទៅតែតាមញ៉ៃឥឡូវដែរទេណាបងឯង ចា អានេះញ៉ៃបងឯងអត់បានលួចយកម៉ូតូបណ្ដោយ កម្រងវាយូរហើយបងកម្រងវាសុំទៅលេងផ្ទះយូរតែខ្ញុំមិនឲ្យទៅ ម៉ូតូដែលវាលួចយកទៅហ្នឹងម៉ាកអីដែរបង អាសង015 សង015ណាបងណា ចា ចាំស្លាកលេខទេបង ចាំបង ស្លាកលេខប៉ុន្មានដែរបង ចិន920កុដ ចឹងម៉ូតូដែលត្រូវបានអាប្រុសចិត្តប្រែតាមសុំស្នេហ៍មិនបានលួចយកទៅហ្នឹងគឺម៉ាក Dream C125 ណាបងណា ចាបងចា 015 15 ពាក្យស្លាកលេខប៉ុន្មានហៅឲ្យច្បាស់មើលស្លាកលេខម៉ូតូបាទរបស់ជនរងគ្រោះដែលបងអូនស្រីជាអ្នកចម្រៀងតាមហាងហ្នឹងដែលត្រូវបានអាវ៉ាបាទដែលតាមសុំស្នេហ៍មិនបានឥឡូវលួចយកម៉ូតូទៅបាត់ហ្នឹងគឺម៉ូតូម៉ាក Dream C125 015ពាក្យស្លាកលេខភ្នំពេញ 1FI បាទ7920គុតប្រិមិត្តបាទអញ្ចឹងបងអូនឯងមានអីផ្ដាំផ្ញើទៅដល់អាវ៉ាចិត្តប្រែដែលតាមសុំស្នេហ៍បងអូនឯងមិនបានឥឡូវហ្នឹងបាទលួចយកម៉ូតូរបស់បងអូនឯងទៅបាត់ហ្នឹង ខ្ញុំសុំសំណបតាមបន្តិចថាដូចថាបងប្អូនជាបរិវត្តទាំងអស់គ្នាអញ្ចឹងឲ្យប្រយ័ត្នយាយនឹងម្នាក់ហ្នឹងដល់ស្អីប្រពន្ធគាត់តែមកប្រាប់ខ្ញុំថាគាត់ហ្នឹងធ្លាប់ដើរបោកគេគ្រប់កន្លែងគេវាយឡើងទូសាច់អស់ហើយគាត់ដើរបោកគេមកកន្លែងទៅមកកន្លែងហើយគាត់អត់មានគោលដៅទេគាត់ម្នាក់ហ្នឹងពាក់អាវពណ៌ខ្មៅខោពណ៌ខ្មៅបើជើងពណ៌ខ្មៅពាក់កាបូបស្ពីចំហៀងចឹងមិនថាមិនថាបងនៅទស្សនៈឬមួយបងផ្ទះជួបបើសិនជាឃើញបុគ្គលគាត់ហ្នឹងជិះម៉ូតូអាសង015ចូលទៅកន្លែងណាមួយចឹងសូមឲ្យសមត្ថកិច្ចគាត់ចាប់ ឲ្យបានប្តឹងប៉ូលីសរួចហើយឬនៅបង ហើយបងប្តឹងឲ្យអស់ហើយ ប្តឹងនៅណាវិញបង ខាងខ្ញុំគេយកផាខ្ញុំទៅនៅខាងខេត្តកណ្ដាលខាងទូតស្ករនៅខាងខេត្តកណ្ដាល អូ ខាងប៉ូលីសសំរងបង អញ្ចឹងបងបានដាក់ពាក្យប្តឹងហ្នឹងប្តឹងប៉ូលីសសំរោងរួចហើយណាបងណា ចាបងចា បងណាមានអីនិយាយទៅកាន់អាវ៉ាហ្នឹងហើយបង ខ្ញុំចង់និយាយថាអាវ៉ាខ្ញុំខ្ចីរបស់គេទេបើថាអាចបានយកបយខ្ញុំវិញមកដល់ស្អីខ្ញុំសុំទៅបោះវិញមកខ្ញុំចង់និយាយចឹងបងយកកណ្ដាលហៃសូសាហាវនិយាយមែនណាហៃសូហ្មងឡើងអែមហ្មងតែនិយាយមកចរិតថោកទៀតមកអាថោកជើរបស់គេទៅមកអាថោក មកបងស្រីវិញបងមានអីផ្ដាំទៅអាវ៉ាបងស្រីមើល អត់ចេះនិយាយទេ អត់ចេះមកបងស្រីនេះបងឃើញជេឈ្ងុយដល់ហើយមើលមានអីនិយាយទៅកាន់អាវ៉ាមើលសុំម៉ាត់ពីរម៉ាត់មើល ខ្ញុំផ្ដាំថាឲ្យយករបស់គេឲ្យគេវិញមកថោកគ្នាខ្ចីរបស់គេដែរទេព្រោះគ្នាមិនរបស់គ្នាទេរបស់គេចឹងហើយសុំឲ្យថាយកតែម៉ូតូវិញទេអត់ចង់ពាក់ព័ន្ធអីទៀតទេសុំតែម៉ូតូទេ ណាដំបងគេបោកទៀតគេយកម៉ូតូទៅបាត់ទៀត បងឲ្យបោកគ្នាទៀតមកថោក អញ្ចឹងនឹងស្នេហាដំបងរបស់បងឯងហ្មង ចា ជុំគេស្នេហ៍ដំបងនេះមិនមែនបោកចិត្តទេនេះបោកយកម៉ូតូទៅហ្មង អូហ្មង ចង់ម៉ូតូ បោកទាំងចិត្តបោកទាំងម៉ូតូទៀត ឥឡូវសុំតែម៉ូតូវិញទេតាណាទៅសុំតែម៉ូតូវិញទេ ខ្ចីរបស់គេដែរ អត់តន់លងខ្លួនលងប្រាណអីណា អេចង់និយាយចេះខ្ញុំមកខ្ចីម៉ូតូគាត់មកដល់ស្អីខ្ញុំខ្ចីម៉ូតូគេមកទេដល់សារម៉ូតូហ្នឹងខ្ញុំយកមកដាក់ច្បាប់ផ្សាយថ្ងៃហ្នឹងខ្ញុំអត់ស្រួលខ្លួនដែរខ្ញុំចូលមកដាក់ឆ្មាញ់មកអត់តន់ដល់កន្លែងដាក់ច្បាប់ផងគឺវាជាម៉ូតូចេញយកទៅតែហ្មង អូអញ្ចឹងឥឡូវនេះលងតែចិត្តអស់តែម៉ូតូណាបងណា ចាហ្នឹងហើយ គ្នាចុះពីលើម៉ូតូភ្លាមយកម៉ូតូគ្នាទៅបាត់ចឹងនិយាយថាមិនមែនរបស់គ្នាណារបស់គេគ្នាខ្ចីគេដែរចឹងហើយឥឡូវគេដាក់ពាក្យប្តឹងគ្នាចឹងហើយគេឲ្យសងថ្លៃម៉ូតូនឹង1300 ឥឡូវសុំតែម៉ូតូវិញទេយកទៅឲ្យម្ចាស់គេវិញព្រោះគ្នាអត់មានសមត្ថភាព ញ៉ាទៅអាវ៉ាមួយមកអាវ៉ាដែលស៊ីដាច់ម៉ូតូណៃនេះ ណែអាវ៉ាឯងជិះឯងស៊ីដាច់ម៉ូតូគេនឹងឲ្យយកក្បាលគេផងព្រោះគេខ្ចីរបស់គេដែរទេមានបានរបស់ខ្លួនឯងទេមកថោកកុំខ្ចីរបស់គេស៊ីដាច់ពេកមកថោក អាណិតមិត្តភក្តិឯងបងស្នេហាដំបងឲ្យមកត្រូវគេបោកយកម៉ូតូ អាណិតមិត្តភក្តិខ្ញុំគ្នាទៅស្គាល់ហងឲ្យមកធ្វើអញ្ចឹងដាក់គ្នានេះហើយគ្នាទៅរកណាបានសងគេបើគ្នារកមួយថ្ងៃឯងបានតែ100,000នេះហ្នឹងខ្ចីរបស់គេហង ចុះបងស្រីវិញមានអី5ផ្ញើទៅអាវ៉ាដែលប្រុសចិត្តប្រែ ម៉ូតូខ្ញុំកុំចាំតោហើយយកម៉ូតូមកហាច់វិញមកអាថោក នេះកូនម្ចាស់ម៉ូតូហ្មងណា ហ្នឹងហើយ ចុះបងឯងខ្ចីម៉ូតូគាត់នេះជិះដែរទេ ត្រូវជាប្អូននឹងជាប្អូនចដូនមួយដែរចា អស់លីងបដោយតោះអរគុណច្រើនបងប្អូនសម្រាប់ការទស្សនានិងការតាមដានពាក្យប្តឹងរបស់ជនរងគ្រោះដែលបងប្អូនជាអ្នកចម្រៀងនៅតាមហាងហ្នឹងបាទទើបតែចាប់ផ្ដើមបាទក្តីស្រឡាញ់បាទជាមួយនឹងអាវ៉ាដែលជាប្រុសចិត្តប្រែតហ្នឹងប្រិមិត្តបាទមិនទាន់បានទាំងទើបតែលងចិត្តទេណាបងប្អូនបាទមិនទាន់លងប្រានទេឥឡូវនេះអាវ៉ាបោកយកម៉ូតូលួចយកទៅបាត់
ចឹងបើសិនជាបងអូនវ៉ាបានឃើញវីដេអូនៃការផ្សព្វផ្សាយនេះបាទសូមបងអូនយកម៉ូតូមកឲ្យបងអូនស្រីដែលជាជនរងគ្រោះផងគាត់ថាម៉ូតូហ្នឹងគាត់ខ្ចីគេដែរទេបាទបងអូនឯងលួចយកទៅបាត់ចឹងគាត់មានលុយណាទៅសងគេបាទគាត់ច្រៀងតាមហាងមួយថ្ងៃបាន 4-5 ម៉ឺនហ្នឹងបាទចឹងឥឡូវនេះបងអូនវ៉ាអើយបើបានឃើញជួយយកម៉ូតូឲ្យគ្នាវិញផងបាទឮសូរតែបងអូនស្រីថាកលិបហៃសូដាក់សិតតែពាក់ថ្មិញប្រេះឯណាប្រេះថ្មិញចុះឡើងឥឡូវមកលួចយកម៉ូតូបាត់បាទ លេងហៃ ចូលតែខាងក្រៅខាងក្នុងអាលុយ កម្រងវាយូរហើយបងតែគាត់ឲ្យអត់ចាប់អារម្មណ៍ចឹងណាព្រោះឯមកសមមិញហ្នឹងវាថាវាយកម៉ូតូមកឲ្យគេគឺនៅខាងកូស្ពីនធូជីវ៉ាប៉ុន្តែខ្ញុំអត់ចាប់អារម្មណ៍ទេមានណាមានម៉ូតូណាគេម៉ូតូខ្ញុំប្រោយម៉ូតូចៃគេទៀតធម្មតាទេលោកអើយធ្វើស្អីសាហាវ អរគុណបងប្អូនសម្រាប់ការទស្សនាមានចំណុចណាខុសឆ្គងសូមបងប្អូនមេត្តាខន្តីអ្វីទៅឲ្យខ្ញុំទាំងអស់គ្នាផងយើងទុកការងារនេះឲ្យសមត្ថកិច្ចនៃស្នងការនគរបាលខេត្តកណ្ដាលលោកមេត្តាជួយស្វែងរកម៉ូតូឲ្យបងអូនស្រីផងបងអូនស្រីគាត់មកសុំឲ្យពួកខ្ញុំផ្សាយដល់កូនស្ពានប្រិមិត្តបាទទាំងម៉ោង1រំលងអាត្រៀតនេះអរគុណបងប្អូនសម្រាប់ការទស្សនានិងការតាមដានមានចំណុចណាខុសឆ្គងសូមបងប្អូនមេត្តាខន្តីអ្វីទៅឲ្យខ្ញុំទាំងអស់គ្នាផងអរគុណណាបងប្អូនណាទាំងអស់គ្នា